សួរនៅដល់នេះឡើងការងារថ្មីវិញនៅខេត្តកំពង់ធំអ្នកនរគ្នាមើលទៅថាអ្នកនៅខេត្តកំពង់ធំគាត់ស្គាល់ហើយតាមផ្លូវជាតិនៅក្នុងខេត្តនោះទីតាំងធ្វើការវិញគឺនៅទល់មុខវត្តជាវត្តកំពង់ធំនឹងមកចុះពីមានឯក្រីមកហើយជា200ម៉ែត្រទៅដល់ហើយបងប្អូនទៅទីតាំងនេះនៅក្បែរហ្នឹងអីសាមលេងផងសាមលេងថ្មីថ្មអត់ទាន់ស្គាល់ទេកន្លែងសម្រាប់ឡើងទិញបាយក៏អត់ទាន់ស្គាល់ផងដែរហើយការងាររបស់ខ្ញុំមានអីប្រាប់ពីសំណងទេទៅសំណងបាយពេញឆ្នាំដែរចាក់ទៅតាមការហើយសម្រាប់ជាលំដាប់ពីការងាររបស់ខ្ញុំមានខ្លាំងចឹងណាក្នុងការថតសំណងមួយនេះគឺទីធ្លាខាងមុខមានចាក់សម្រាប់សំណងនៅចំនួន10ផងចំណុចសំខាន់របស់ការថតមានគឺចាប់បានចូលការងារទាំងតាំងហើយការងារទាំងតាំងនេះខ្ញុំតែធ្វើបានជាពីទឹកទេឡើងបានប៉ុណ្ណឹងចិត្តបានចាក់បន្តហ្នឹងមើលទៅកំសត់ហើយអ្នកមើលទៅមានកន្លែងច្រកមានអីត្រឹមត្រូវទេមានតែតង់រហែកពេញប៉ុណ្ណាសំបីតែកន្លែងធ្វើក៏អត់មានត្រឹមត្រូវដែរចឹងហើយមកធ្វើការនេះដូរតិចមកតែឯងកំសត់ដល់ចាំមើលខ្ញុំបង្ហាញពីសកម្មភាពខាងខួងគ្រឹះមួយនេះខួងដោយដៃអ្នកសំណងធ្វើផ្ទះតូចៗគាត់ទៅស្គាល់ហើយគឺទៅបើអាគារធំគឺខួងដោយម៉ាស៊ីនតែអាគារតូចមកកាត់តូចព្រោះឯងខ្លីគឺគេថតខួងដៃដោយសារវាចំណេញលុយជាងជាមួយនឹងដើរទៅថតឲ្យមើលតិចនេះទស្សនវិជ្ជាយកខួងដៃអ្នកនេះប្លែកទេប្រហែលជាអត់ដែរស្គាល់ទេមកទៅព្រោះខ្ញុំតាំងពីធ្វើសំណងមកលើកទី1ដែរដែលចេះខួងដៃប្រើខួងគ្រឹះម៉ាស៊ីនដៃណាហើយគ្នាគាត់មាន4នាក់គាត់ខួងមួយថ្ងៃបាន2ដើមមកកាត់3ទឹកទៅវាយ6ដែរម៉ាស៊ីននេះគេយកទៅខួងដងទឹកបានអ្នកនរគ្នាដែលធ្លាប់ខួងដងទឹកតាមផ្ទះគាត់ស្គាល់គេខួងប្រភេទម៉ាស៊ីននេះមកខ្ញុំមើលក្នុងការថែមទៅអត់មានអីទេគឺងាយមែនតើសាក់ដីជាទៀតចឹងវាទៅអូនមានតែប៉ុណ្្នឹងអ្នកគ្នាចាំមើលតលេចាំថតអស់លេងទៀត